Good morning ទាំងអស់គ្នាឥឡូវនេះខ្ញុំកំណត់សៀមរាបហើយខ្ញុំកំពុងតែធ្វើដំណើរទៅអង្គរតូចហើយច្បាស់ថាឥឡូវនេះម៉ោង4កន្លះយើងទៅមើលសមត្ថត្រី Yes ឆ្នាំមុនខ្ញុំមកមើលដែរប៉ុន្តែខ្ញុំមើលអត់ចាញ់ដោយសារខ្ញុំមកដូចជាក្នុងខែភ្លៀងតែឥឡូវខ្ញុំមើលខែភាសាម្ដងអាចដល់ខ្ញុំមើលខែ5ម្ដងអញ្ចឹងខ្ញុំនឹងមើលសមត្ថត្រីនេះឲ្យបានឃើញក្នុងជីវិតរបស់ខ្ញុំ Yeahនៅថ្ងៃទាំងអស់គ្នានេះគឺជាកម្មវិធីអញ្ញនការឬក៏យើងហៅថាសមត្ថត្រីដែលកើតឡើងក្នុងខែមីនាថ្ងៃទី21 22 23ឆ្នាំនេះឯងមកមើលសមត្ថត្រីគឺយើងត្រូវអត់ធ្មត់បន្តិចដោយសារតែយើងត្រូវងើបពីព្រលឹមខ្ទង់ម៉ោង3ម៉ោង4ទៅរៀបចំឲ្យខ្លួនរួចជាស្រេចតែម្ដងដើម្បីមកឈរចាំទីតាំងដែលយើងត្រូវឈរមើលហើយដូចខ្ញុំបានឈរកន្លែងនេះអញ្ចឹងចំកណ្ដាលតែម្ដងដែលវាងាយស្រួលក្នុងការមើលហើយឃើញពីរូបភាពដ៏ស្រស់ស្អាតរបស់ព្រះអាទិត្យនៅពេលដែលរះចំកំពូលផ្សាររបស់យើងដោយទាំងអស់គ្នាបានដឹងអញ្ចឹងសមត្ថត្រីគឺជាព្រឹត្តិការណ៍ធម្មជាតិដ៏អស្ចារ្យមួយដែលបានកើតឡើងលើពិភពលោករបស់យើងហើយជាពិសេសទៀតនោះឯងវាកើតឡើងនៅក្នុងខេត្តសៀមរាបរបស់យើងតែម្ដងដែលនៅពេលសមត្ថត្រីនេះកើតឡើងព្រះអាទិត្យរះចំកំពូលប្រាសាទរបស់យើងតែម្ដងដែលនេះជាភាពអស្ចារ្យមួយដែលដូនតារបស់យើងនឹងបានកសាងសម្រាប់ពួកយើងជំនាន់ក្រោយនេះហើយទាំងអស់គ្នាម្ដងទៀតខ្ញុំលើកទឹកចិត្តឲ្យទាំងអស់គ្នាចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះដោយសារតែមែនទែនទៅនៅពេលដែលទាំងអស់គ្នាបានឃើញព្រះអាទិត្យរះវាពិតជាលើកទឹកចិត្តយើងមែនទែនទី1យើងបានឃើញពីភាពអស្ចារ្យរបស់ដូនតារបស់យើងទី2នៅពេលដែលយើងឃើញព្រះអាទិត្យវាប្រៀបដូចជាក្តីសង្ឃឹមរបស់យើងហើយកុំភ្លេចការរះលើកទី2នៅតែមានក្នុងឆ្នាំនេះប៉ុន្តែគ្រាន់តែវារះក្នុងខែវស្សា Yes ទាំងអស់គ្នាពេកច្រើននៅពេលដែលខ្ញុំឡើងខេត្តមកផលិតផលដែលខ្ញុំដាក់តាមជាប់ខ្លួនជានិច្ចគឺផលិតផល Licky Moly នឹងឯងដើម្បីដំណើរតុំម៉ាស៊ីនរបស់ខ្ញុំនៅតាមដងផ្លូវហើយនេះគឺជា Spirit Additive ដែលខ្ញុំប្រើប្រាស់ជាមួយនឹងយានយន្តរបស់ខ្ញុំហើយ Spirit Additive នេះវាមិនត្រឹមតែជាប្រេងចំនួននោះទេប៉ុន្តែវាក៏ជាប្រេងចំនួនមួយយ៉ាងដែលវាអាចជួយលាងបេកសាំងរបស់យើងផងដែរអញ្ចឹងទាំងអស់គ្នាលុះត្រាតែទាំងអស់គ្នាបានសាកប្រើផលិតផលមួយនេះទើបទាំងអស់គ្នាអាចដឹងពីផលិតផលរបស់នេះមានគុណភាពយ៉ាងណាអញ្ចឹងទាំងអស់គ្នាកុំភ្លេចជួបគ្នាសម្រាប់រាត្រីលើកទី2 Bye bye